បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនបាទនេះគឺជាសកម្មភាពដែលក្រុមអាជ្ញាធរសង្កាត់ហ្វាយប៉ោនិងសង្កាត់ទួលឯកព្រមទាំងតំណាងប៉ុស្តិ៍រដ្ឋបាលសង្កាត់ហ្វាយប៉ោបានសហការគ្នាដើម្បីចុះមកពិនិត្យទីតាំងដែលក្រុមក្មេងទំនើងឬក៏ជនអនាថាដែលគាត់បានមកស្នាក់នៅទីតាំងក្នុងស្ថានីយ៍រថភ្លើងខេត្តបាត់ដំបងយើងនេះបាទដោយមានការស្នើសុំពីតំណាងតំបន់ផ្លូវដែកក៏ដូចជាក្រុមហ៊ុន Royal ដែលក្រុមហ៊ុនដឹកជញ្ជូនផ្នែករថភ្លើងបាទគាត់ស្នើសុំឲ្យអាជ្ញាធរទាំងពីរដើម្បីជួយមករុះរើនិងដេញជនអនាថាទាំងនោះកុំឲ្យមករស់នៅក្នុងតំបន់ផ្លូវដែកនៅស្ថានីយ៍បាទដោយបងប្អូនឃើញស្រាប់ហើយនេះគឺជាកន្លែងដាក់សម្ភារៈផ្លូវរទេះភ្លើងដែកដែលសម្រាប់ធ្វើផ្លូវរទេះភ្លើងហើយនឹងកំណល់អញ្ចឹងគាត់មកតាំងរស់នៅមិនដឹងថាមកពីខាងណាខាងណីទេរស់នៅមានភាពរញ៉េរញ៉ៃពេញនៅក្នុងស្ថានីយ៍ហ្នឹងបាទដោយមានការខ្លាចមានបទល្មើសផ្សេងដែលរត់មកស្នាក់នៅក្នុងនេះគាត់ប្រើប្រាស់ឬក៏លួចអញ្ចឹងសិទ្ធិពួកគាត់ដែលគាត់មករស់នៅដោយគ្មានច្បាស់លាស់បាទទីនៅច្បាស់លាស់និងមុខរបរច្បាស់លាស់អញ្ចឹងឲ្យតែមានកន្លែងដែលគាត់អាចស្នាក់នៅបានគឺគាត់ជ្រកនឹងធ្វើទីកន្លែងដើម្បីស្នាក់នៅផងគាត់បាទដូចរុនកណ្ដោអញ្ចឹងនេះគឺជាកន្លែងដែលគាត់ធំគ្រាន់បើកន្លែងខ្ញុំរើមួយកន្លែងទៀតនោះគឺកន្លែងមកប្រឡោះទូចគាត់ដាក់តែមួយក្រេគាត់តែមកប្រឡោះបាទចូលអញ្ចឹងហើយបានខាងតំណាងក្រុមហ៊ុនគាត់มันអាចគ្រប់គ្រងបានអញ្ចឹងហើយបានឲ្យស្នើសុំឲ្យអាជ្ញាធរទាំងពីរជួយពិនិត្យនិងជួយដេញកុំឲ្យគាត់មានការរស់នៅទីនេះបាទហើយនេះគឺជាឃ្លាំងដែលដាក់សម្ភារៈបាទសូមអរគុណសម្រាប់ការតាមដាននិងការទស្សនារបស់បងប្អូនហើយក៏សូមឲ្យបងប្អូនជួយ follow និងជួយចុច like share ផងបាទសូមអរគុណនិងជម្រាបលាចេញច្បាប់ថ្មីទៅព្រំដែន